បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទជួបគ្នាជាបន្តទៀតហើយបាទជាមួយនឹងមេរៀនថ្មីបាទពី Channel KH Tech IT បាទថ្ងៃនេះគឺខ្ញុំបាទមានមេរៀនចែករំលែកទៅដល់ប្រិយមិត្តទាំងអស់គ្នាបាទសម្រាប់អ្នកខ្លះបងប្អូនខ្លះគាត់ចេះមេរៀនហ្នឹងបាទអ្នកខ្លះគឺគាត់អត់តន់ចេះគាត់អត់តន់ដឹងអញ្ចឹងណាបាទតើតើនឹងការកែឯកសារកែ CV ឬក៏កែគេថាការប្រើប្រាស់នៅក្នុងកម្មវិធី Microsoft Word បាទតើតើនឹង Word យើងនៅពេលដែលយើងបើកពេលខ្លះយើងទុកយូរវា expire ឬក៏យើងកែអត់កើតបាទប្រិមិត្តនេះវា load សញ្ញាអញ្ចឹងណាដោយដែលខ្ញុំគូបាទពណ៌ក្រហមអញ្ចឹងបាទវាប្រសិនបើវា load ជាអក្សរបែបហ្នឹងនៅខាងលើនៃទំព័របាទទំព័រនៅក្នុង Microsoft Word ឬក៏វា load នៅខាងក្រោមបាទប្រិមិត្តបាទនេះប្រិមិត្តនេះប្រសិនបើវា load នៅខាងក្រោមអញ្ចឹងដែរអញ្ចឹងអាចមានន័យថាក្នុងកម្មវិធី Microsoft Word របស់យើងហ្នឹងគឺយើងកែអត់កើតទេបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងបាទមុនដំបូងគឺយើងចូលទៅកន្លែងបាទ PC បាទកន្លែង PC នេះយើងចុចនៅកន្លែងឯកសារហ្នឹងមកយើងចូលយកកន្លែងពាក្យថា PC ហ្នឹងមកបាទប្រិមិត្តបន្ទាប់មកយើងចូលទៅកន្លែង Drive D បាទប្រិមិត្តយើងចូលទៅបើកនៅកន្លែង Drive D នេះបាទហើយបន្ទាប់មកទៀតយើងចូលទៅកន្លែងបាទប្រិមិត្តនេះprofile program file បាទ program file បន្ទាប់មកយើងចូលទៅកន្លែងបាទ Microsoft Office បាទបន្ទាប់មកទៀតយើងចូលទៅកន្លែងបាទ Office នេះមកបាទចូលទៅកន្លែង Office នេះមកបាទបន្ទាប់មកទៀតយើងចុចនៅកន្លែងនេះបាទចុចនៅកន្លែងនេះហើយយើងយកពាក្យថាបាទចុចកន្លែងនេះយើងយកពាក្យថា run បាទខាងលើទី2ហ្នឹងបាទ run ហ្នឹងមកហើយយើងយកពាក្យថាOK ឬក៏ yes ហ្នឹងមកបន្ទាប់មកវានឹង run មក play ទៅបាត់ហើយបន្ទាប់មកទៀតយើង refresh បាទយើង refresh កុំព្យូទ័ររបស់យើងអញ្ចឹងណាបាទហើយ refresh ហើយបន្ទាប់មកគឺយើងបាទចាប់ផ្ដើមទៅបើកកម្មវិធី Microsoft Word យើងឡើងវិញហើយបន្ទាប់មកវានឹងដំណើរការវាអាចវាយបានឯកសារបានធម្មតាឡើងវិញហើយបាទឥឡូវចូលទៅទស្សនាជាបន្តបាទប្រិមិត្តបាទហើយប្រិមិត្តបាទកុំភ្លេចជួយចុចពាក្យថាជាវ Subscribe Like និង Share នៅ Channel KH Tech IT បាទដើម្បីទទួលបាននៅមេរៀនថ្មីអ្វីដែលខ្ញុំបាទចេះគឺខ្ញុំនឹងចែករំលែកជូនបាទអញ្ចឹងយើងសាកល្បងចុចមកប្រិមិត្តជាមួយខ្ញុំដាក់ Tab យើងចុចមកគឺបានធម្មតាទេបាទអញ្ចឹងបើសិនបើយើងអត់ធ្វើតាម step ហ្នឹងទេគឺ Microsoft Word របស់យើងគឺឬក៏ឯកសារនៅក្នុង Word របស់យើងហ្នឹងគឺកើតទេបាទអរគុណប្រិមិត្តទាំងអស់គ្នាបាទជួបគ្នាជាបន្តជាមួយនឹងមេរៀនថ្មីទៀតបាទសូមអរគុណសូមគោរពលាបាទ